ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរគឺខ្ញុំចេញវីដេអូចែកម្លែកបងប្អូនទាំងអស់គ្នាពីរបៀបគុនម៉ូដបែបនេះហើយជាដំបូងបងប្អូនគឺយើងចាប់ផ្ដើមយកពុម្ពទាំងមុខរបស់យើងទាំង3ស្លឹកហ្នឹងមកយកទៅបិទតគ្នាផ្ទាំងនិយាយរួមយើងបិទតគ្នាទាំង3ផ្ទាំងហ្នឹងតែម្ដងណាបន្តមកទៀតយើងចាប់ផ្ដើមចម្លងរូបរាងកពុម្ពផ្ទាំងខាងមុខនឹងម៉ូដហើយនឹងយើងចាប់ផ្ដើមគូពុម្ពច្រឡងនៃចង្កេះមកបងប្អូនសម្រងចង្កេះណាហើយច្រឡងកន្លែងហ្នឹងទុកចំណាំពេលដែលយើងឡើងពីលើចង្កេះមកយើងឡើងលំបាកមកលេខអីចឹងទៅបងប្អូនដើម្បីយើងដេរមកឲ្យវានៅលើខ្សែព្រោះម៉ូដហ្នឹងគឺមានកង្វាត់ចង្កេះអញ្ចឹងយើងឡើងយើងត្រូវច្រឡងនៃចង្កេះនេះបងប្អូនយើងកាត់តាមហ្នឹងមកនិយាយរួមកាត់ច្រឡងពុម្ពកផ្ទាំងខាងមុខធ្វើបែបនេះឃើញថាស្រួលណាបងប្អូនហើយកន្លែងហើយយើងចាប់ផ្ដើមគូទៅយើងស្រឡាញ់ប្រមាណលេខសម្រាប់ម៉ូដហ្នឹងនៅក្នុងវីដេអូហ្នឹងគឺខ្ញុំកាត់យកចុះពីលើមក7លេខបងប្អូនហើយចេញពី7លេខកន្លះហ្នឹង4លេខមកដើម្បីរកកន្លែងស្រួចចុះក្រោមណាបងប្អូនស្រួចចុះក្រោមហ្នឹងគឺចុះពី7លេខកន្លះហ្នឹងមកចេញមក4លេខទៀតអានេះខ្ញុំប្រាប់នេះគឺសម្រាប់ម៉ូដដែលខ្ញុំបានបង្ហាញនេះណាបងប្អូនខ្ញុំធ្វើបែបហ្នឹងហើយសម្រាប់ការបង្ហាញនេះគឺខ្ញុំដេរគុណវាតាំងខាងលើតាំងខាងក្រោមណាបងប្អូនហើយការធ្វើរបៀបគុណម៉ូដនេះវាមាន2ប្រភេទបងប្អូនបើបងប្អូនចង់ធ្វើបែបនេះក៏បានបងប្អូនចង់ធ្វើបែបដេរគុណប្លក់តបកវាចេញមកក្រៅក៏បានដែរនិយាយរួមតាមចិត្តបងប្អូនស្រឡាញ់អញ្ចឹងណាតែបើធ្វើបែបនេះយើងអាចបើសិនជាភ្ញៀវយើងអត់ពេញចិត្តអីយើងអាចរុះចេញបានបោះចោលអញ្ចឹងទៅតែបើធ្វើគុណបកកបញ្ជាន់យកមកក្រៅតែម្ដងអានឹងយើងពិបាករុះណាបងប្អូនយើងរុះបានដូចគ្នាប៉ុន្តែយើងពិបាកក្នុងការរុះរើបាទនេះបើភ្ញៀវយើងអត់ពេញចិត្តអត់ស្រឡាញ់ម៉ូដនឹងអីយើងអាចដោះចេញបានអញ្ចឹងណាសម្រាប់ការធ្វើបែបដូចខ្ញុំនេះបងប្អូនតឥឡូវនេះដល់វគ្គខ្ញុំដេរគុណបញ្ចូលគ្នាបងប្អូនដេរប្រឡាត់បងប្អូនខ្ញុំដេរប្រឡាត់ជុំវិញបងប្អូនហើយសម្រាប់ការដេរប្រឡាត់ខ្ញុំដេរខាងកៅឡើងមកលើដោយសារខ្ញុំលួចស៊ីផ្នែកកៅសងខាងដូចខ្ញុំធ្លាប់ប្រាប់នៅវីដេអូមុនអញ្ចឹងបងប្អូនបើសាច់ត្រង់ដូចកម្មាពីនេះណាបងប្អូនគឺខ្ញុំកាត់តែមួយចំហៀងទេមួយជើងទាមកប៉ុន្តែសម្រាប់ម៉ូដបែបមានរាងបេះដូងហើយរាងខុសគ្នាបែបនេះគឺខ្ញុំលួចស៊ីសាច់កៅសងខាងបងប្អូនឃើញសាច់កៅហ្នឹងគឺអត់ស្មើទៅនឹងសាច់ខាងត្រូវទេគឺត្រូវតែលួចស៊ីបន្តិចដើម្បីឲ្យវាក្តោបផ្នែកខាងត្រូវហ្នឹងស្អាតបងប្អូនក្តោបមកខាងខុសអស់ចឹងណាហើយសាច់កៅអស់សាច់ថឹងសាច់អត់នៅសល់សាច់ទេបងប្អូននេះពេលដេររួចរាល់ណានេះបងប្អូនគឺយើងត្រូវដេរជុំវិញចឹងតែម្ដងទុកផ្នែកកន្លែងធ្នេរចំហៀងបងប្អូនយើងត្រូវទុកកន្លែងហ្នឹងដើម្បីប្រឡាត់ហើយយើងចាប់ផ្ដើមច្រឹបមកហើយកន្លែងចំណុចដែលយើងច្រឹបឬក៏រាងជម្រៅដូចបេះដូងអីចឹងណាបងប្អូនដាក់ធ្នេរញឹកល្អបងប្អូនកុំឲ្យយើងច្រឹបអីទៅមានបញ្ហាដាច់អំបោះដាច់អីចឹងណាយើងច្រឹបហើយយើងប្រឡាត់ទៅបងប្អូននេះយើងទុកធ្នេរត្រង់ចំណុចត្រង់ហ្នឹងណាបងប្អូនទុកសងខាងកន្លែងហ្នឹងមកហើយយើងប្រឡាត់ហើយកន្លែងស្រួចចេះយើងតាក់អំបោះបងប្អូនទើបបានយើងទាញមកបានស្រួចស្អាតតាក់អំបោះឲ្យរាងមាំតិចទៅកុំឲ្យពេលដែលយើងទាញមកដាច់អញ្ចឹងជៀសវាងការដាច់យើងតាក់អំបោះឲ្យរាងមាំណាបងប្អូនបន្ទាប់មកទៀតយើងយកទៅអ៊ុតទៅបងប្អូននេះពេលដែលយើងអ៊ុតគឺថឹងអញ្ចឹងបងប្អូនហើយក្តោបសាច់កៅអស់បានល្អហើយឃើញស្នាមហ្នឹងណាមិនមែនខ្ញុំអ៊ុតកៅទៅជ្រួញទេបងប្អូនដោយសារតាវាជាប្រភេទសាច់ប៉ាក់អញ្ចឹងទៅយើងអ៊ុតទៅវារៀងសកត់ចេញស្នាមសាច់ប៉ាក់រាងប៉ាក់នឹងមកក្រៅខាងសាច់កៅនឹងបងប្អូនមិនមែនយើង
sao sạch cào ấy ná ọt thì nè mong ổn bắt tua bị dương ốt háo dương ai vô mà chạp một bà này mong ổn hay một nước đôi nhom vậy nè đang video trắng cứ nhom thưa bạn này xem ra một nhóm mất á vì mình thi xa chan không cả đã mong ổn hay à nhom đã nè cứ nhom đây sẽ cắt bị lừa để xa một nhiều bảo nhom miền đần trắng nhom ai đây sẽ cắt bàn tại bảo mong ổn ở đây sẽ cắt tết mong ổn ai chất tới rồi của mong ổn côn bờ loạt màu bọ màu khang khéo của bạn đài mong ổn vậyร่วมตามจัดสลายบอกបងប្អូនចង់ធ្វើម៉េចបងប្អូនធ្វើអញ្ចឹងទៅអរគុណច្រើនបងប្អូនទាំងអស់គ្នាវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងហើយការធ្វើហ្នឹងគឺប៉ុណ្្នឹងឯងបងប្អូនគឺរួចរាល់ហើយយើងអាចយកទៅឆិតយកទៅអីចឹងណាបងប្អូនបើផ្នែកខាងក្រោមខ្ញុំឆិតផ្នែកកន្លែងកជាមួយនឹងស្បៃហ្នឹងគឺខ្ញុំដេរសកាត់អរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមរហូតមកដល់នាទីចុងក្រោយណាបងប្អូនហើយបងប្អូនទាំងអស់គ្នាគិតថាវីដេអូខ្ញុំធ្វើទៅមានប្រយោជន៍បងប្អូនទាំងអស់គ្នាអាចចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយទៅព្រោះChannel នេះគឺខ្ញុំធ្វើឡើងដើម្បីចែកម្លែកបងប្អូនទាំងអស់គ្នាពីរបៀបនៃការចែកម្លែកពី technique ដេរនឹងឯងបងប្អូនទាំងអស់គ្នាអរគុណច្រើនបងប្អូនទាំងអស់គ្នាចាំជួបគ្នានៅវីដេអូក្រោយៗជាបន្តបន្ទាប់ទៀតអញ្ចឹងឃើញថាវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯង